គោរពជំរាបសួរឯកឧត្តមលោកជំទាវអ្នកញ៉ាលោកស្រីអ្នកនាងកញ្ញាជាទីគោរពនិងជាទីមេត្រីពីកម្មវិធី Los Bay News នាងខ្ញុំសូមអានជូនព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជាក្រមរក្សាអភិវឌ្ឍកម្ពុជាថ្ងៃពុធ4កើតខែចេឆ្នាំមមីអបស័កពុទ្ធសករាជ2570រាជធានីភ្នំពេញថ្ងៃទី20ខែឧសភាឆ្នាំ2026សេចក្តីប្រកាសព័ត៌មានគម្រោងវិនិយោគចំនួន42ក្នុងទំហំទុនវិនិយោគសរុបប្រមាណ$222លានអាមេរិកត្រូវបានចុះបញ្ជីនៅកម្ពុជាក្នុងខែមេសាឆ្នាំ2026ក្នុងខែមេសាឆ្នាំ2026គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជាទាំងការចុះបញ្ជីដោយក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាកអកទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្តកូវរ៉ូខមានចំនួន42គម្រោងក្នុងទំហំទុនវិនិយោគសរុបប្រមាណ$222លានអាមេរិកនិងអាចបង្កើតការងារសរុបប្រមាណ24,000កន្លែងក្នុងចំណោមគម្រោងវិនិយោគទាំង42នេះមានគម្រោងវិនិយោគចំនួន23គម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន13គម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន10គម្រោងត្រូវបានចុះបញ្ជីដោយកអកក្នុងទំហំទុនវិនិយោគប្រមាណ$158លានអាមេរិកនិងអាចបង្កើតការងារបានប្រមាណ18,000កន្លែងគម្រោងវិនិយោគដែលអាចលេចធ្លោប្រចាំខែមេសាឆ្នាំ2026មានដូចខាងក្រោមក្រៅតំបន់សេដ្ឋកិច្ចពិសេសកសិកម្មនិងកសិឧស្សាហកម្មគម្រោងវិនិយោគបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែនិងសាងសង់រោងចក្រកែច្នៃទីតាំងស្រុកបាណន់ខេត្តបាត់ដំបងទំហំទុនវិនិយោគប្រមាណ$20លានអាមេរិកបង្កើតការងារ174កន្លែងក្នុងតំបន់សេដ្ឋកិច្ចពិសេសឧស្សាហកម្មគម្រោងវិនិយោគបង្កើតរោងចក្រផលិតនិងកែច្នៃប្រេងសម្រាប់សម្បកកង់យានយន្តនិងប្រេងសម្រាប់ផលិតផលកែច្នៃជ័រកៅស៊ូទីតាំងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិតខេត្តស្វាយរៀងទំហំទុនវិនិយោគប្រមាណ$9.6លានអាមេរិកបង្កើតការងារ350កន្លែងគម្រោងវិនិយោគក្នុងខែមេសាឆ្នាំ2026ដែលត្រូវបានអនុម័តនៅក្នុងព្រះរាជាណាចក្រកម្ពុជាគម្រោងវិនិយោគ42គម្រោងទុនវិនិយោគ$222លានអាមេរិកបង្កើតការងារ24,000កន្លែងទុនវិនិយោគតាមវិស័យគិតជា$អាមេរិក19.6លានកសិកម្មនិងកសិឧស្សាហកម្ម202.7លានឧស្សាហកម្មប្រភពទុនវិនិយោគឈានមុខ1ចិន67%ពីកម្ពុជា33%ជាចុងក្រោយពីកម្មវិធី Los Bay News នាងខ្ញុំសូមគោរពជូនពរឯកឧត្តមលោកជំទាវអ្នកញ៉ាលោកស្រីអ្នកនាងកញ្ញាជួបប្រទះតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្រៀតគ្រៀតឡើយសូមអរគុណសូមជម្រាបលា